นี่ยังตามดงเพลาตามพอต่อเพลานอนดงเพลในทางกราวที่นี่จวนที่30 ปีเนี่ยเกียวัฒนธรรมที่นี่พนมเปญคือเจียสันตะเกียมวยต้มจีนพนมเปญโดยนี่พนมเปญแต่มันประกาศสันตะเกียเต้คนแต่กันเลยนี่เกียตั้งปีปัวให้เดี๋ยวสร้างกันจีศิลปะก็มวยรูปได้กันจับอารมณ์ของปีศิลปะแต่อนุมีรูปกลมนู้มีเสียงอีเจียมูลให้ได้กันจุ่มจิมวยกันยาวิสนาได้หนึ่งปนยุลปรับเยอะของปีปัวนี้กันยาสมจุมรีสูงជំរាបសួរแต่ให้เดี๋ยวไว้ปีปัวนี้มีชมูทาเซเว่นคือเจียชมูศิลปะก็มวยรูปไหมนึงសាវិនមិនមែនជាឈ្មោះរបស់សិល្បករទេតែសាវិនជាឈ្មោះរបស់ការតាំងពិព័រណ៍នៅ Art Gallery នេះសាវិនដែលយើងផ្ដោតទៅលើខួប7ឆ្នាំនៃសន្តាគារ Rosewood ភ្នំពេញនិងខួប7ឆ្នាំនៃ Tribe Art Gallery ខួប7ឆ្នាំនៃ Seeker ដែលជា Seeker ផលិតស្រារបស់ជីនផងដែរចា៎បានជំនួលអញ្ចឹងមានថា7តាមពិតគឺជាប្រធានវត្តនៃปีปัวนี้มันเลยចាចឹង7មានអីណាមានជាចំនួនសិល្បករជាចំនួនទាំងគំនូដែលត្រូវតាំងពីពណ៌គឺអ្វីខ្លះជាគូកំណត់ទៀតចាត្រូវការតាំងពិព័រណ៍7សិល្បករចំនួន7រូបដែលយើងមានទាំងសិល្បករមកពីបរទេសហើយនិងសិល្បករជនជាតិខ្មែរផ្ទាល់តែម្ដងបរទេសប្រទេសប្រវត្តិនៅប្រទេសខ្មែរមានសិល្បករគាត់មកពីក្រៅស្រុកផ្ទាល់ហ្មងហើយមានសិល្បករខ្លះគាត់កំពុងរស់នៅក្នុងស្រុកខ្មែរផ្ទាល់តែម្ដងហើយការតាំងពិព័រណ៍ហ្នឹងសិល្បករម្នាក់គឺគាត់មានគំនូ7ផ្ទាំងដោយឡែកផ្សេងគ្នា7ទៀតចា7រហូតតាមពិត Rosewood នេះគឺជាសន្តាគារមួយឬហូតែលមួយមាន gallery សិល្បៈនៅខាងក្នុងប៉ុន្តែក្រមសារតាមពិតគឺទទួលភ្ញៀវទេសចរចាដូច្នេះតែអ្វីត្រូវតាំងពីពណ៌ Rosewood ជាសន្តាគារពិតមែនប៉ុន្តែក៏យើងមាន space ដើម្បីការដាក់តាំងរូបគំនូរហ្នឹងគឺដោយសារគំនិតនេះបំណងផ្ទាល់គឺយើងចង់ support ការគ្រប់គ្រងផ្ដល់ការគ្រប់គ្រងមួយទៅដល់សិល្បករជនជាតិខ្មែរដើម្បីឲ្យគាត់មានស្នាដៃហើយនៅពេលដែលគាត់ធ្វើស្នាដៃគាត់ហើយគឺគាត់មានទីកន្លែងមួយដែលអាចដាក់បង្ហាញពីស្នាដៃរបស់គាត់ឲ្យមនុស្សជុំវិញពិភពលោកបានឃើញហើយចង់គ្រប់គ្រងសិល្បករជនជាតិខ្មែរឲ្យស្គាល់ទៅអន្តរជាតិកាន់តែច្រើនយល់បើសិនជាគិតវែងឆ្ងាយជាងហ្នឹងតែកញ្ញាវាសនាគិតថាសិល្បៈមានប្រយោជន៍អ្វីក្នុងសង្គមសិល្បៈពិតជាមានប្រយោជន៍ជាពិសេសសិល្បៈគំនូរហ្នឹងតែម្ដងព្រោះជាច្រើនលើកច្រើនសារមកគឺខ្ញុំឃើញថាគំនូរសិល្បៈបានឆ្លុះបង្ហាញពីទស្សនវិជ្ជាពីសង្គមផ្ទាល់គំនូរខ្លះបង្ហាញពីវប្បធម៌ហើយនឹងសង្គមខ្មែរយើងផ្ទាល់ហ្មងអញ្ចឹងសិល្បៈគំនូរវាជាផ្នែកមួយផ្សេងទៀតដែលយើងអាចបង្ហាញទៅពិភពលោកយើងថាយើងមានវប្បធម៌មានសិល្បៈចម្រុះផ្សេងគ្នានៅក្នុងស្រុកខ្មែរយើងផ្ទាល់យើងមិនមែនចេះតែគូឲ្យវាហើយដោយកន្លងពេលទៅនេះយើងមានការគូររូបដើម្បីសន្តិភាពនៅខាងខេត្តសៀមរាបអញ្ចឹងសិល្បៈគំនូរវាជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចនិងការអភិវឌ្ឍក្នុងស្រុកខ្មែរទៅមួយកម្រិតទៀតផងដែរអាដៃភាគច្រើនខ្ញុំឃើញថាជាផ្ទាំងគំនូរធ្វើតាមរបៀបផ្សេងក៏មានធោចាក៏មានរូបភាពធ្វើអំពីសំណល់ខ្មែរដៃពួរដែលត្រូវបានបិទនៅផ្ទាំងមួយហើយមានមួយទៀតខ្ញុំឆ្ងល់គឺជាដបស្រាហ្នឹងគឺអីគឺមកពីខាង Seeker គឺគាត់បានបង្កើតរសជាតិស្រាទាំង7ដើម្បីឲ្យទៅត្រូវជាមួយនឹងចំណងនៃការតាំងពិព័រណ៍គឺ7ក្នុងស្រាហ្នឹងយើងមានស្រារសជាតិ7ដែលស្រាធ្វើចេញពីរុក្ខជាតិដាំដុះនៅក្នុងស្រុកខ្មែរតែម្ដងខ្ញុំសំសួរ Rosewood គឺជាសន្តាគារឬក៏ជាហូតែលមួយRosewood ជាសន្តាគារតែនៅក្នុងសន្តាគារហ្នឹងនៅក្នុងសន្តាគារហ្នឹងយើងមានជាភោជនីយដ្ឋានដល់6ភោជនីយដ្ឋានហើយមានជាការផ្ដល់សេវាកម្ម spa អីផ្សេងទៅហើយប៉ុន្តែនៅក្នុង Rosewood ហ្នឹងក៏យើងមាន space មួយដែលយើងហៅថា Art Gallery នៅជាន់ទី35កន្លែងហ្នឹងជាសាលមួយដើម្បីជាសាលសិល្បៈដើម្បីតាំងពិព័រណ៍រូបគំនូរផ្សេងរបស់សិល្បករមកពីជុំវិញពិភពលោកឬក៏ជុំវិញទូទាំងខេត្តក្រុងនៃ
ព្រះរាជាណាចក្រកម្ពុជាផ្ទាល់ចា៎ អរគុណកញ្ញាវាសនាដែលបានណែនាំ ចា៎ អំពីពិព័រណ៍7នេះដែលត្រូវតាំងរហូតដល់ខែ3 ចា៎ ចូល នៅក្នុងយើងនឹងចាប់ការតាំងពិព័រណ៍7នេះនៅក្នុងថ្ងៃទី17ខែមិនិនាឆ្នាំ2026 ហើយចូលដល់ឥតគិតថ្លៃពីម៉ោង10ព្រឹករហូតដល់ម៉ោង7ល្ងាច ចា៎ចូលដោយសេរី នេះយ៉ាងនៅខាងមុនបែងសារព័ត៌មានថ្មីៗបន្ត